ខាងលើនេះគឺជាអូតែទាំង7ប្រទេសដែលគួរឲ្យខ្លាចនិងមានគ្រោះថ្នាក់បំផុតក្នុងពិភពលោកទី7 Chongqing Mansion ប្រទេសហុងកុងវាគឺជាអូតែមួយដែលអ្នកនៅហុងកុងទទួលស្គាល់និងដាក់ឈ្មោះថាជាអគារបិសាចព្រោះនៅម្ដុំនោះវាពិតជាមានភាពរញ៉េរញ៉ៃខ្លាំងមែនទែនតែវាមានតម្លៃធូរថ្លៃហើយភាគច្រើនអ្នកដែលទៅកេងនៅហ្នឹងគឺសុទ្ធសឹងតែជាអ្នកដែលធ្វើអាជីវកម្មខុសច្បាប់ដឹងស្រាប់ទៅថាច្រកចេញចូលក៏វាតូចចោលងាយស្រួលនៅក្នុងការធ្វើសកម្មភាពខ្លាំងមែនទែនអ្វីដែលសំខាន់ជាងនឹងទៅទៀតនោះគឺវាពិតជាមានហានិភ័យខ្លាំងនៅពេលដែលមានអគ្គិភ័យកើតឡើងប៉ុន្តែវាត្រូវឲ្យបានគេដឹងថាទោះបីជាមានគ្រោះថ្នាក់ក៏ដោយក៏វាជាជំរើសទី1សម្រាប់អ្នកដែលដើរលេងជុំវិញពិភពលោកផងដែរព្រោះវាមានតម្លៃធូរថ្លៃដឹងហើយថានៅហុងកុងអីក៏ថ្លៃដែរ1 The Sunset Hotel នៅ Los Angeles កាលពី100ឆ្នាំមុនអូតែមួយនេះត្រូវបានគេស្គាល់ថាជាអូតែមួយដែលមានករណីឃាតកម្មនិងធ្វើអត្តឃាតដោយខ្លួនឯងរាប់មិនអស់ថែមទាំងមានអ្នកសេពគ្រឿងញៀនទៀតផងមិនត្រឹមតែប៉ុណ្្នឹងទេវាក៏ធ្លាប់ជាជំរករបស់ឃាតករដែលសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ2នាក់ផងដែរដែលបានគេងនៅទីនោះកំឡុងពេលដែលធ្វើប្រតិបត្តិការសម្លាប់មនុស្សបានជោគជ័យហើយមកអូតែមួយនឹងត្រូវបានបិទហើយបើកដំណើរការវិញជាច្រើនដងប៉ុន្តែនៅតែរលំរហូតមកដល់សប្តាហ៍ថ្ងៃនេះវាបានក្លាយទៅជាអគារស្នាក់នៅអចិន្ត្រៃយ៍ទៅហើយសម្រាប់អ្នកដែលមានជីវភាពខ្វះខាតទី5 The Europa Hotel Belfast ដែលមានទីតាំងស្ថិតនៅអៀឡង់ខាងជើងអូតែមួយនឹងទើបត្រូវបានជាប់ឈ្មោះកំណត់ត្រាថាជាអូតែដែលត្រូវបានគេទម្លាក់គ្រាប់បែកច្រើនជាងគេបំផុតនៅក្នុងពិភពលោកនៅកំឡុងឆ្នាំ1970ដល់ឆ្នាំ1994ត្រូវបានគេទម្លាក់គ្រាប់បែករហូតដល់30ដងជាងអញ្ចឹងហើយបានវាជាប់ឈ្មោះកំណត់ត្រាសម្រាប់អ្នកកាសែតអន្តរជាតិនិងអ្នកនយោបាយផងដែរហើយអូតែមួយនេះក៏នៅតែបើកដំណើរការរហូតមកដល់សប្តាហ៍ថ្ងៃដូចគ្នាហើយក៏ជានិមិត្តរូបនៃភាពរឹងមាំគង់វង្សរបស់ទីក្រុង Belfast ដូចគ្នាហើយវាក៏ត្រូវបានគេចាត់ទុកជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយផងដែរទី4 Chelsea Hotel នៅទីក្រុងញូវយ៉កកាលពីសតវត្សទី70ដល់សតវត្សទី90អូតែមួយនេះពិតជាមានភាពល្បីល្បាញណាស់ដោយសារការផ្ដល់ជំរកដល់តន្ត្រីករសិល្បករនិងអ្នកនិពន្ធផងដែរហើយវាក៏ត្រូវបានគេស្គាល់ថាជាអូតែដែលកើតមានហិង្សាការប្រើប្រាស់គ្រឿងញៀននិងឧក្រិដ្ឋកម្មជាច្រើនដូចគ្នាដែលខ្លាំងជាងនេះទៅទៀតនោះគឺការស្លាប់របស់តារាល្បី Nancy ក៏នៅអូតែនេះដែរបច្ចុប្បន្នវាគឺជាអូតែលេខសេរីមួយដែលមានមនុស្សស្នាក់នៅទីនោះតាំងពីយូរណាស់មកហើយទោះបីជាឥឡូវនេះអូតែមួយនឹងបានបដូរម្ចាស់ថ្មីក៏ដោយក៏មិនអាចបណ្ដេញអ្នកចាស់ដែលរស់នៅទីនោះជាយូរសតវត្សបានដែរ3 La Posada del Sol នៅទីក្រុង Mexico អូតែមួយនេះពិតជាមានភាពស្រស់ស្អាតណាស់ព្រោះមានរូបគំនូរលើជញ្ជាំងដ៏ធំមួយហើយត្រូវបានរចនាឡើងដើម្បីជាហូថែលមួយដ៏ប្រណិតក្នុងសតវត្សទី20ហើយគេបានដឹងថាស្ថាបត្យកររូបនេះបានខ្សែធនហើយបានចងកសម្រាប់ខ្លួនបន្ទាប់ពីសម្រាប់គ្រួសាររបស់ខ្លួននៅក្នុងអូតែមួយនេះហើយចាប់តាំងពីពេលនោះមកវាបានក្លាយទៅជាអូតែដែលគួរឲ្យខ្លាចជាងគេនៅក្នុងទីក្រុង Mexico ទូមសួរនឹងលងទាំងអស់នឹងមកគ្រួសារហ្នឹងទី2 Cabo Sarina Hotel នៅឯ Afghanistan គឺជាអូតែល្អបំផុតនៅក្នុងប្រទេស Afghanistan និងជាកន្លែងដែលពេញនិយមសម្រាប់អ្នកកាសែតនិងអ្នកការទូតអន្តរជាតិផងដែរដោយសារតែមានភាពល្បីល្បាញពេកធ្វើឲ្យភ្ញៀវដែលត្រូវឆ្លងកាត់ត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់ហើយក៏ត្រូវបានរងការវាយប្រហារជាច្រើនដងដូចគ្នាអញ្ចឹងអ្នកមកគេងនៅហ្នឹងសួរគឺហត់បាសដៃបាសជើងហ្មងដោយសារតែមានអ្នកធំច្រើនពេកប៉ុន្តែវានៅតែបើកដំណើរការមកដល់សប្តាហ៍ថ្ងៃហើយវាមានអស្ថិរភាពបំផុតនៅក្នុងពិភពលោករបស់យើងនេះចុងក្រោយគេទី1 Rosia Hotel នៅឯ Moscow អូតែមួយនេះកាន់តែសាហាវជាងនឹងទៅទៀតក្នុងឆ្នាំ1977មានអគ្គិភ័យធំមួយបានកើតឡើងដែលបានធ្វើឲ្យភ្ញៀវទាំងអស់ជាប់នៅជាន់ខាងលើព្រោះតែចន្ទាពន្លត់អគ្គិភ័យខ្លីពេកមិនអាចជួយសង្គ្រោះពួកគេបានវាក៏បានក្លាយទៅជាសោកនាដកម្មដ៏ធំក្រោយមកនៅក្នុងសតវត្សទី90វាក៏បានក្លាយទៅជាមជ្ឈមណ្ឌលដ៏ល្បីល្បាញសម្រាប់ពួកម៉ាហ្វៀនិងចោរកម្មយ៉ាងព្រៃផ្សៃដោយមានការរាយការណ៍ទៅកាន់រដ្ឋាភិបាលជាច្រើនពីភាពវឹកវរមួយនេះរយៈពេល1ឆ្នាំក្រោយអគារដ៏ធំសម្បើមនេះត្រូវបានរុះរើចោលហើយបានផ្លាស់ប្ដូរទៅជាសួនសាធារណៈវិញកុំអីចប់ហ្មងអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់អូតែដែលមានគ្រោះថ្នាក់និងគួរឲ្យខ្លាចទាំង7នេះហើយអ្នកទាំងអស់គ្នាបើសិនជាគេឲ្យតែគេងនៅនឹងមួយយប់ហើយអ្នកទាំងអស់គ្នាហ៊ានទៅអត់